មានបរិសម្នាក់បានឃើញមេអំបៅនៅក្នុងសម្បកនាងវាកំពុងតែប្រឹងហែកសម្បករបស់វាយ៉ាងលំបាកដើម្បីចេញមកក្រៅដោយក្តីអាណិតគាត់ក៏យកកន្ត្រៃមកកាត់សម្បកនោះដើម្បីជួយឲ្យវាចេញមកក្រៅបានយ៉ាងស្រួលមេអំបៅក៏ចេញមកបានយ៉ាងងាយប៉ុន្តែស្លាបរបស់វាមានសភាពស្វិតនិងតូចធ្វើឲ្យវាមិនអាចហោះបានឡើយហើយចុងក្រោយវាក៏ត្រូវស្លាប់បាត់ទៅបុរសម្នាក់នោះមិនបានដឹងទេថាការប្រឹងរើបំរាស់របស់មេអំបៅនៅក្នុងសម្បកដែលវាកំពុងតែព្យាយាមហែកសម្បកនាងរបស់វាដើម្បីចេញមកក្រៅនោះគឺជាដំណើរការនៃធម្មជាតិក្នុងការវិវត្តខ្លួនដើម្បីឲ្យក្លាយជាមេអំបៅពេញលេញនៅក្នុងដំណាក់កាលនេះគឺជាលំហូរដែលជួយឲ្យវាបានបូមឈាមទៅកាន់ស្លាបរបស់វាដើម្បីឲ្យមានភាពរឹងមាំនិងអាចហោះបានការដែលគាត់ជួយឲ្យវាចេញមកបានយ៉ាងស្រួលគឺគាត់បានសម្លាប់វាដោយមិនដឹងខ្លួនកុំតូចចិត្តពេលគ្មានអ្នកជួយការលំបាកដែលអ្នកកំពុងតែជួបម្នាក់ឯងគឺជាពេលដែលធម្មជាតិកំពុងបូមឈាមទៅកាន់ស្លាបរបស់អ្នកនិងធ្វើឲ្យអ្នកអាចហោះបានបើអ្នកស្រួលពេកអ្នកនឹងមិនអាចហោះរួចឡើយដោយពាក្យចាស់បានពោលថាចង់ស្រណុកឲ្យនឿយពីក្មេង